តោះថ្ងៃហ្នឹងយើងមកលេងភាគអាកាសទាំងអស់គ្នាតាក់ទងជាមួយនឹងរឿងស្នេហាតើមនុស្សដែលយើងកំពុងតែ in relationship ជាមួយគ្នាឥឡូវហ្នឹងអាចនឹងមានឱកាសដល់ត្រើយឬក៏រៀបអាពាហ៍ពិពាហ៍មួយគ្នាអត់អូខេអញ្ចឹងយើងមកលេងទាំងអស់គ្នាយើងមាន3ស្លឹកហើយហើស្លឹកទី1ស្លឹកទី2ហើយស្លឹកទី3អញ្ចឹងសម្រាប់អ្នកគេដែលគាត់ធ្វើសមាធិហើយហើកាតបានហើយយើងទៅស្ដាប់ចម្លើយទាំងអស់គ្នាអ្នកដែលគាត់ហើស្លឹកទី1មើលថាតើម្នាក់ដែលគាត់អ្នកដែលយើងកំពុងតែនៅក្នុង relationship ឥឡូវនេះតើគាត់ជាគូអនាគតយើងអត់ដល់ត្រើយអត់ឬក៏យើងបានការមួយគ្នាអត់ទីចឹងណាអូបាទមើល energy មកអ្នកដែលហឺសឹកត្បូងគឺធ្ងន់តាំងពីដើមហ្មងវាប្រាប់ថាអ្នកដែលយើងកំពុងតែនៅជាមួយហ្នឹងអាចនឹងធ្វើលក្ខណៈថាអាសាជ្រុះគ្នាមានបញ្ហាងងយើងងគាត់ងយើងឬក៏អីចឹងពេលខ្លះនៅសុកអត់និយាយហៅគ្នាឬក៏អីចឹងណាតែការពិតទៅអាហ្នឹងគេហៅគូ soulmate មួយបែបដែរតាលក្ខណៈចូលមកហ្នឹងគឺធ្វើឲ្យយើងហ៊ានពីគ្នាទៅវិញទៅមកអីចឹងណាគាត់ថាគូអ្នកដែលគាត់ហៅស្លឹកទី1ហ្នឹងអាចនឹងត្រូវប្រើពេលមួយរយៈទៀតបើថាជើងលេខនៅក្នុងពេលឆាប់ហ្នឹងដែលបានការឬក៏ដល់ត្រើយហ្មងអាចនឹងអត់តាន់ឃើញចឹងណាតែបើអនាគតទៅមុខទៀតអាចនឹងត្រូវលក្ខណៈថាហ៊ានសិក្សាពីគ្នាទៅវិញទៅមកទៅមុខបើលឿនបំផុតអាចនឹងនៅក្នុងចាប់ផ្ដើម2ឆ្នាំក្រោយក្នុងខែ4អីអាចនឹងមានឱកាសឃើញថាអាចនឹងភ្ជាប់ពាក្យឬក៏មានពិធីអីណាមួយដែរតែបើសួរថាឥឡូវហ្នឹងគូគ្នាអត់វាហៅថាគូលក្ខណៈថាជា soulmate មួយជាគូប្រភេទគូមួយយ៉ាងចោះដែលអាចនឹងមានឱកាសទៅថ្ងៃមុខបន្តទៀតបានអញ្ចឹងណាអូខេអញ្ចឹងយើងមកមើលបន្តសម្រាប់អ្នកដែលគាត់ហឺស្លឹកទី2មើលថាអ្នកដែលកំពុងនៅក្នុង relationship ឥឡូវហ្នឹងអាចនឹងដល់ត្រើយឬក៏អីអត់ចឹងthe star and of was ខកបាក់មកគឺដឹងហ្មងមើលទៅជើងលេខយើងពីរនាក់ណោះអ្នកដែលបកែក្លុកអ្នកបកែហោគ្រឿងអាចនឹងជាយើងច្រើនជាងនៅសឹកងចូលចិត្តឲ្យគេលួងការប៉ះទៅអត់មានបញ្ហាមានអីទេតែយើងគឺពេលគេលួងម្ដងអូយសប្បាយចិត្តហ្មងហើយស្រឡាញ់អ្នកថងនឹងបានគេលួងនឹងគឺសប្បាយណាស់វាប្រាប់ថាសួរថាជើងលេខនឹងអាចជាគូអនាគតអត់អានេះឲ្យប្រហែល70ទៅ80% ចោះដែលអាចនឹងមានអនាគតមួយគ្នាឬក៏ដល់ត្រើយឬក៏អាចនឹងមានឱកាសបានចូលពិធីអីលក្ខណៈថាតាមសាសនាយើងមួយគ្នាអីចឹងណាហើយ energy ដែលនៅមួយគ្នារាល់ថ្ងៃហ្នឹងគាត់ថាមានអីបើយើងរៀងបន្ថយអាភាពកាចរបស់យើងអាភាពយើងងក់ងរៀងច្រើននឹងចឹងណានឹងធ្វើឲ្យ relationship ហ្នឹងរៀងរលូនឬក៏ល្អជាងនឹងព្រោះតាម energy ហ្នឹងអាចនឹងខាងគេគឺរាល់ថ្ងៃហ្នឹងខ្លាចដែលយើងប្រកែងហ្នឹងតាអូខេអញ្ចឹងយើងមកមើលបន្តសម្រាប់អ្នកដែលគាត់ហឺស្លឹកទី3ទៅមើលថាអ្នកដែលកំពុងតែនៅក្នុង relationship អ្នកទាំងអស់គ្នាឥឡូវហ្នឹងមានឱកាសបានចូលពិធីមួយគ្នាឬក៏ភ្ជាប់ពាក្យឬក៏ការឬក៏ដល់ត្រើយអីអត់ចឹងណាជើងលេខនិយាយទៅបើកប្រាប់ចេះហ្មងទៅពីស្លឹកដំបូងអ្នកដែលហឺទី1ហើយទី2ហ្នឹងគឺគូ